កម្ពុជាឥណ្ឌូនេស៊ីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលប្រទេសទាំងពីរដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទាំងសងខាងសាធារណរដ្ឋកូរ៉េបន្តលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនឹងបើកវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើការងារទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មានចំនួន14វគ្គក្នុងឆ្នាំ2026អគ្គលេខាធិការដ្ឋានរដ្ឋាភិបាលរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាបម្រើការងារជំនាញព័ត៌មាននិង IT សម្ដេចមហារដ្ឋាភិបាលទីកាធិបតីគូនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញសាធារណរដ្ឋឥណ្ឌូនេស៊ីបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលប្រទេសទាំងពីរឲ្យរីកចម្រើនរឹងមាំបន្ថែមទៀតក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាងសម្ដេចបានគូបញ្ជាក់ថារដ្ឋាភិបាលតំណាងឲ្យពលរដ្ឋដូច្នេះការភ្ជាប់ទំនាក់ទំនងរដ្ឋាភិបាលប្រទេសទាំងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកវិស័យនានាមានដូចជាពាណិជ្ជកម្មសេដ្ឋកិច្ចទេសចរណ៍និងអប់រំជាដើមដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋសម្ដេចប្រធានរដ្ឋាភិបាលបានលើកឡើងសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូនឯកឧត្តមសាន់តូដាម៉ូស៊ូម៉ាតូឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានចប់អាណត្តិចូលជួបពិភាក្សាការងារនិងជម្រាបលានៅព្រឹកថ្ងៃទី22ខែមករាឆ្នាំ2026នេះនៅក្នុងការនោះសម្ដេចប្រធានរដ្ឋាភិបាលបានវិតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលឯកឧត្តមឯកអគ្គរដ្ឋទូតសម្រាប់បានគូជាទីមោទនៈបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជាឥណ្ឌូនេស៊ីកាន់តែជិតស្និទ្ធស៊ីជម្រៅនិងទូលំទូលាយពិសេសការភ្ជាប់ផ្នែកធុរកិច្ចនិងការផ្លាស់ប្តូរវប្បធម៌និងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរឯកឧត្តមសាន់តូដាម៉ូស៊ូម៉ាតូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនិងអនុញ្ញាតដល់ឯកឧត្តមបានជួបជម្រាបលានៅក្នុងឱកាសនេះឯកឧត្តមបានអរគុណសម្ដេចប្រធានរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋសភាទាំងមូលដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូនេស៊ីនៅភ្នំពេញធ្វើឲ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យឯកឧត្តមអគ្គរដ្ឋទូតបានយល់ស្របជាមួយនឹងសម្ដេចប្រធានរដ្ឋាភិបាលអំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលប្រទេសទាំងពីរនៅក្នុងការជំរុញនិងលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទាំងសងខាងឯកឧត្តមបានគូបញ្ជាក់ថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមគឺបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរទាំងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងនោះវិស័យពាណិជ្ជកម្មកម្ពុជាឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង$1000 លានសហរដ្ឋអាមេរិកឥណ្ឌូនេស៊ីនឹងជំរុញបន្ថែមលើការនាំចូលផលិតផលពីកម្ពុជានិងជំរុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀតនិងបន្តគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជាឯកឧត្តមអគ្គរដ្ឋទូតក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូនេស៊ីដែលសមាគមនេះគឺជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូនេស៊ីទាំងអស់អាចមកជួបជុំគ្នាចែករំលែកបទពិសោធន៍និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពនៃប្រទេសទាំងពីរជាមួយគ្នានេះឯកឧត្តមអគ្គរដ្ឋទូតក៏សន្យាថានឹងជំរុញបន្ថែមឲ្យមានការលើកកម្ពស់ទំនាក់ទំនងរដ្ឋាភិបាលប្រទេសទាំងពីរជាពិសេសនៅក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋាភិបាលប្រទេសទាំងពីរឯកឧត្តមសាន់តូដាម៉ូស៊ូម៉ាតូបានបង្ហាញការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមកជាពិសេសទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ2025និងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៅឆ្នាំ2025ឥណ្ឌូនេស៊ីជាមិត្តដ៏ល្អរបស់កម្ពុជានិងជាដៃគូដ៏គួរឲ្យទុកចិត្តចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឈរលើភាពស្មោះត្រង់លើការជឿទុកចិត្តគ្នានិងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកឥណ្ឌូនេស៊ីបានចូលរួមចំណែកស្វែងរកសុខសន្តិភាពនិងបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមកសម្ដេចរដ្ឋាភិបាលទីកាធិបតីខុនសូដារីបានថ្លែងអំណរគុណចំពោះអនុព័ន្ធយោធាឥណ្ឌូនេស៊ីដែលបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្នុងការធានាដល់ការអនុវត្តបទច្បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ធ្វើយ៉ាងណាឲ្យស្ថានភាពព្រំដែនកម្ពុជាថៃវិលទៅប្រកក្រដីភាពឡើងវិញដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទាំងពីរប្រទេសក៏ដូចជាបំណងប្រាថ្នារបស់អាស៊ាននិងពិភពលោកទាំងមូលសម្ដេចប្រធានរដ្ឋាភិបាលបានគូបញ្ជាក់ថាក្នុងនាមជាប្រទេសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ឥណ្ឌូនេស៊ីបានបង្ហាញនូវតួនាទីជាអ្នកដឹកនាំគំរូតាមរយៈការប្រកាន់ខ្ជាប់នូវការគោរពបទដ្ឋានអន្តរជាតិនិងការគោរពធម្មនុញ្ញអាស៊ានក្នុងស្មារតីនេះហើយគឺជាស្នូលនិងជាគោលបំណងពិតប្រាកដរបស់អាស៊ានដែលសមាជិកទាំងអស់មិនថាប្រទេសតូចឬធំមានសិទ្ធិស្មើគ្នាគ្រប់បូរណភាពទឹកដីនិងអធិបតេយ្យនៃប្រទេសនីមួយៗឯកឧត្តមសាន់តូដាម៉ូស៊ូម៉ាតូបានគូបញ្ជាក់ថាឥ
ឥណ្ឌូនេស៊ីនៅតែចូលរួមយ៉ាងសកម្មនៅក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធីសម្ដេចប្រធានរដ្ឋាភិបាលនិងឯកឧត្តមឯករដ្ឋទូតបានយល់ដូចគ្នាថាសង្គ្រាមមិនមានអ្នកណាឈ្នះនោះឡើយផ្ទុយទៅវិញមានតែសន្តិភាពទេដែលភាគីទាំងពីរឈ្នះទាំងអស់គ្នានៅក្នុងឱកាសជួបជុំសម្ដែងការគូសំនិងពិភាក្សាការងារជាមួយសម្ដេចមហារដ្ឋាភិបាលធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី22ខែមករាឆ្នាំ2026ឯកឧត្តមគីមឆាងយ៉ុងឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានគូបញ្ជាក់ថាសាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិសម្ដេចរដ្ឋាភិបាលធិបតីមានក្តីសំណោះរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តមគីមឆាងយ៉ុងដោយបានគូបញ្ជាក់ថាជាមួយនឹងបទពិសោធន៍ទូលំទូលាយនិងចំណេះដឹងជ្រាលជ្រៅរួមជាមួយនឹងឆន្ទៈដ៏មោះមុតបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមនឹងទទួលបានជោគជ័យដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនថែមទៀតដែលនឹងរួមចំណែកធ្វើឲ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធរឹងមាំស៊ីជម្រៅនិងទូលំទូលាយឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តមឧត្តមជូនប្រជាជននិងប្រទេសទាំងពីរភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជាសាធារណរដ្ឋកូរ៉េផ្អែកលើការជឿទុកចិត្តគ្នាការគោរពគ្នាការយោគយល់គ្នានិងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកព្រមទាំងការបដិញ្ញាចិត្តរួមគ្នាដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសនិងប្រជាជនទាំងសងខាងសម្ដេចរដ្ឋាភិបាលធិបតីបានអរគុណដល់សាធារណរដ្ឋកូរ៉េដែលបានចូលរួមស្វែងរកសន្តិភាពនិងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមកសម្ដេចប្រធានរដ្ឋាភិបាលបានស្នើឯកឧត្តមឯករដ្ឋទូតបន្តជំរុញអ្នកវិនិយោគអ្នកទេសចរពីសាធារណរដ្ឋកូរ៉េមកកម្ពុជាបន្ថែមទៀតអរិយធម៌បុរាណនៃប្រទេសយើងទាំងពីរបានគូបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌អប់រំនិងទេសចររវាងប្រទេសយើងទាំងពីរបន្ថែមទៀតជាមួយគ្នានេះសម្ដេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្ត្រក្នុងការបម្រើប្រជាពលរដ្ឋផងដែរឯកឧត្តមគីមឆាងយ៉ុងបានថ្លែងអំណរគុណជូនសម្ដេចប្រធានរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះឯកឧត្តមបានជម្រាបជូនសម្ដេចពីគម្រោងអភិវឌ្ឍជាច្រើនដែលសាធារណរដ្ឋកូរ៉េកំពុងសហការជាមួយកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍផ្លូវការ ODA ឯកឧត្តមថ្លែងការកត់ត្រានិងវិតម្លៃខ្ពស់ចំពោះការបង្ក្រាបបទល្មើសឆ្លងដែនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រការនេះបានផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តជាខ្លាំងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជាជាមួយគ្នានេះឯកឧត្តមឯករដ្ឋទូតបានស្នើសម្ដេចប្រធានរដ្ឋាភិបាលក៏ដូចជារដ្ឋាភិបាលកម្ពុជាគាំទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េជាអគ្គលេខាធិការអាណត្តិថ្មីរបស់សហភាពអន្តរសភា IPU សម្ដេចប្រធានរដ្ឋាភិបាលបានថ្លែងអំណរគុណជូនសាធារណរដ្ឋកូរ៉េដែលបានចូលរួមសហការជាមួយកម្ពុជានៅក្នុងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្ដេចបានគូបញ្ជាក់ថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញវិធានការច្បាស់លាស់និងតឹងរ៉ឹងជាទីបំផុតនៅក្នុងការបង្ក្រាបបទល្មើសឆ្លងដែនបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះសំណើរបស់ភាគីមិត្តសាធារណរដ្ឋកូរ៉េចំពោះការដាក់បេក្ខភាពជាអគ្គលេខាធិការ IPU អាណត្តិថ្មីនេះអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងបើកបណ្ដុះបណ្ដាល13វគ្គនៅក្នុងឆ្នាំ2026សម្រាប់លើកកម្ពស់សមត្ថភាពនិងជំនាញមន្ត្រីលើការងារទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មានក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឲ្យកាន់តែប្រសើរឡើងនៅក្នុងការផ្តល់សេវាជូនតំណាងរាស្ត្រនៅក្នុងការបម្រើប្រជាពលរដ្ឋនៅឆ្នាំ2026នេះអគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនដល់មន្ត្រីនិងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មាននៅព្រឹកថ្ងៃទី20ខែមករាឆ្នាំ2026ឯកឧត្តមលេងពេញឡុងអគ្គលេខាធិការរដ្ឋសភាបានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំ2026នេះឯកឧត្តមលេងពេញឡុងបានមានប្រសាសន៍លើកឡើងថាអគ្គលេខាធិការដ្ឋានរដ្ឋសភាមានភារកិច្ចស្នូលនៅក្នុងការផ្ដល់សេវាកម្មនិងសម្របសម្រួលការងារជូនតំណាងរាស្ត្រឲ្យបានល្អប្រសើរដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើការងារជូនសភាជាតិមន្ត្រីរាជការទាំងអស់ចាំបាច់គឺត្រូវតែទទួលបានការបណ្ដុះបណ្ដាលជាប្រចាំដើម្បីពង្រឹងសមត្ថភាពនិងជំនាញឲ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ
ឯឧត្តមបានជំរុញដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់លើការសិក្សាដើម្បីយកទៅអនុវត្តពង្រឹងគុណភាពការងារផ្ទាល់ខ្លួនក៏ដូចជារួមចំណែកនៅក្នុងការបម្រើឧត្តមប្រយោជន៍របស់សភាជាតិកម្ពុជាវគ្គបណ្ដុះបណ្ដាលដែលធ្វើដំបូងគេការតាក់តែងលិខិតនៅក្នុងការងារទំនាក់ទំនងអន្តរជាតិជាភាសាអង់គ្លេសឯឧត្តមបណ្ឌិតកែវពិសិដ្ឋអគ្គលេខាធិការរងប្រចាំការនិងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំ2026នេះជាផ្លែផ្កានៃកិច្ចសហការនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិពិធីការនិងព័ត៌មានឯឧត្តមបណ្ឌិតបានបន្ថែមថាការបណ្ដុះបណ្ដាលជាតម្រូវការចាំបាច់បំផុតដើម្បីធានាថាមន្ត្រីនាយកដ្ឋាននីមួយៗនឹងទទួលបាននូវចំណេះដឹងឆ្លើយតបចំគោលដៅការងារក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមវគ្គបណ្ដុះបណ្ដាលទៅលើការតាក់តែងលិខិតនៅក្នុងការងារទំនាក់ទំនងអន្តរជាតិជាភាសាអង់គ្លេសបង្រៀនដោយឯកឧត្តមបណ្ឌិតឈៀងវណ្ណរិទ្ធអគ្គលេខាធិការរងនិងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភាឯកឧត្តមបណ្ឌិតបានគូបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះថារៀបចំឡើងនៅក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីលើការងារសរសេរលិខិតឆ្លើយឆ្លងដោយការប្រើប្រាស់នៅវាក្យសព្ទនិងបច្ចេកសព្ទភាសាអង់គ្លេសឲ្យមានភាពត្រឹមត្រូវច្បាស់លាស់ស្របតាមក្របខ័ណ្ឌការងារទំនាក់ទំនងអន្តរជាតិឯកឧត្តមបណ្ឌិតឈៀងវណ្ណរិទ្ធបានបង្ហាញពីគោលការណ៍ទូទៅផ្ដោតសំខាន់ទៅលើភាពច្បាស់លាស់ជាជាងលើអារម្មណ៍ការប្រើប្រាស់ភាសានៅក្នុងន័យស្ថាបនាសូមជម្រាបជូនថាវគ្គបណ្ដុះបណ្ដាលរបស់អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៅក្នុងឆ្នាំ2026នេះមានចំនួន13មុខជំនាញរួមមាន1ប្រវត្តិនយោបាយការបរទេសកម្ពុជានិងសេដ្ឋកិច្ចកម្ពុជា2ការសរសេរលិខិតឆ្លើយឆ្លងជាភាសាអង់គ្លេស3ជំនាញសរសេរនិងចាប់មុំព័ត៌មាន4ជំនាញថែទាំនិងទុកដាក់ឯកសារបដិសណ្ឋារកិច្ចផ្លូវការនិងពិធីការបែបសាសនា6ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពិភពលោក7ទំនាក់ទំនងការទូត8ការសរសេរលិខិតរដ្ឋបាល9ជំនាញប្រើប្រាស់កុំព្យូទ័រការិយាល័យមាន Microsoft Word និង PowerPoint 10ជំនាញថតរូបថតវីដេអូនិងកាត់តវីដេអូ11ទស្សនៈទានសំខាន់ៗនៅក្នុងការយល់ដឹងពីវិស័យការទូតនិងទំនាក់ទំនងអន្តរជាតិ12ជំនាញសន្តិសុខ Cyber សម្រាប់ការគ្រប់គ្រងគេហទំព័រនិងបណ្ដាញសង្គម13ការទូតសភាបែបពហុភាគី AIPA និង IPUសូមគោរពសម្ដេចអាដាមអរលោកបងប្អូនសាធារណជនជាទីគោរពស្នេហាទាំងអស់ខ្ញុំបានលេងពេញឡុងអគ្គលេខាធិការរដ្ឋសភាហើយថ្ងៃនេះគឺធ្វើជាប្រធានគណៈមេប្រយោគនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាដើម្បីបម្រើផ្នែកបច្ចេកទេសមួយចំនួនដើម្បីចូលបម្រើក្នុងរដ្ឋសភាមូលហេតុនៃការជ្រើសរើសនេះដោយសារកន្លងមកយើងមានមន្ត្រីភាគច្រើនគឺជាមន្ត្រីរដ្ឋបាលយោងទៅលើការរីកចម្រើននៃបច្ចេកវិទ្យាសកលលោកហ្នឹងយើងក៏ត្រូវធ្វើនវានុវត្តន៍ឲ្យបានខាងបច្ចេកវិទ្យាឲ្យបានរីកចម្រើនដើម្បីនឹងជួយជូនផ្ដល់សេវាជូនដល់រដ្ឋសភាបានមានគុណភាពត្រឹមត្រូវល្អប្រសើរចឹងហើយបានជាយើងថ្ងៃនេះយើងបើកការប្រឡងជ្រើសរើសមន្ត្រីចំនួន35រូបហើយក្នុងនោះមានមុខវិជ្ជាផ្នែកព័ត៌មានហ្នឹង5រូបហើយគេនោះគឺ ICT 30រូបគឺមាន6ផ្នែកបាទមាន6ផ្នែកអញ្ចឹងសុទ្ធតែជាមុខងារបច្ចេកទេសមិនមែនជារដ្ឋបាលទេគឺគោលបំណងរបស់យើងដូចបានជម្រាបលើកមុនគឺដើម្បីនឹងបន្ថែមគុណភាពនៃការងាររបស់អគ្គលេខាធិការរដ្ឋសភាដែលកន្លងមកយើងមានពិចារណាគឺថាយើងធ្វើការនយោបាយនៃរដ្ឋបាលឥឡូវវាខ្វះបច្ចេកទេសអញ្ចឹងយើងបានរៀបចំមកដោយបានទៅជឿដំណឹងអញ្ចឹងនៅក្នុងការប្រឡងថ្ងៃនេះគឺមានបេក្ខជនដែលបានដាក់ពាក្យ
សំជួបប្រឡងនេះគឺមាន106រូបហើយបានចាប់ប្រឡងពីមុខវិជ្ជាគឺ9មុខវិជ្ជាហើយចាប់ប្រឡងពីម៉ោង8នេះតទៅហើយ បើយើងនិយាយសុក្រិតគឺសុក្រិតមែនតើព្រោះតាំងពីដំណើរការដំបូងរហូតដល់ដែលខ្ញុំចាប់ដើមមកហើយដល់បញ្ចប់បើយើងមើលទៅឃើញថាសុក្រិតហើយអ្វីដែលសំខាន់គឺការយកចិត្តទុកដាក់របស់បងដែលជាមន្ត្រីនៃគណៈកម្មការគាត់ប្រឡងគាត់ធ្វើឲ្យយើងមានភាពកក់ក្ដៅចង់និយាយថាពេលយើងមកដល់យើងសឹងតែ20ព្រោះគូមកដល់ខ្លួនមានសុក្រិតខ្លាំងមានអ្នកពោមានផងមានបងដែលជាមន្ត្រីគាត់នៅច្រើនពេលអញ្ចឹងទៅយើងគាត់ថាវ៉ាវ អស់ចាព្រោះយើងធ្លាប់តែប្រឡងតាមស្គាល់វិទ្យាល័យអីគឺថានៅរយៈទីទូទេប្រឡងគ្រូអីក៏មិនច្រើននៅថ្នាក់ហ្នឹងពេលហ្នឹងគឺច្រើនហើយមានថ្នាក់ដឹកនាំដែលជាអាយដាមគាត់ប្រធាននៃគណៈកម្មការគាត់បានមកលើកទឹកចិត្តផ្ទាល់ទៀតអាហ្នឹងមិនថាសុក្រិតឲ្យថែមទាំងយុទ្ធធរនិងភាពកក់ក្ដៅសម្រាប់បេក្ខជនប្រឡង ចាសម្រាប់ខ្ញុំតាំងពីដើរឈានជើងចូលក្នុងសាលហ្មងខ្ញុំមានអារម្មណ៍ថា professional មែនទែនការរៀបចំម៉ត់ចត់ហើយរៀបរយខ្លាំងហ្មងតាមពេលវេលាដែលកំណត់ហ្នឹងជាក់ស្ដែងគឺច្បាស់ 100% តាមដែលម៉ោងដែលបានកំណត់នៅក្នុងការប្រកាសពីមុនមកហើយមែនទែនទៅការប្រឡងនេះគឺតាមខ្ញុំយល់ឃើញគឺសុក្រិតមែនទែនហ្មងចាអត់មានការបើកចាក់ឬក៏អីទេណាចាតាមសមត្ថភាពជាក់ស្ដែង ថ្ងៃនេះបងមកប្រឡងផ្នែកគេដែរ ផ្នែកខាងគ្រប់គ្រងទិន្នន័យក្នុងជំនាញ IT ចាចាំបងយកឃើញយ៉ាងណាទៅមកប្រឡងនៅក្នុងរដ្ឋសភានេះ ខ្ញុំគិតថានៅរដ្ឋសភានេះគឺជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំអភិវឌ្ឍខ្លួនទៅមុខក្នុងជំនាញមួយនឹងចា៎ ចាបងមានអារម្មណ៍យ៉ាងណាដែរចំពោះការប្រឡងថ្ងៃនេះ ប្រឡងថ្ងៃនេះមានអារម្មណ៍ថាអាចជឿជាក់ខ្លួនឯងបាន 60% ទៅ 70% ដែរ ខ្ញុំឈ្មោះឡានអាលីនហើយខ្ញុំមកដាក់នៅនេះទៅលើខាង IT Software Engineering ការប្រឡងនឹងវាសក្រិតហើយយុទ្ធធម៌ទៅលើការប្រឡងសម្រាប់ប្រឡងដាក់ចូលជាមន្ត្រីកិច្ចសន្យារដ្ឋគាត់បានផ្ដល់ឱកាសយើងចឹងយើងចង់មានចំណាប់អារម្មណ៍ធ្វើការបម្រើការនៅខាងរដ្ឋដែរ បាទជំរាបសួរបងខ្ញុំឈ្មោះអ៊ីវណាវិនជាបេក្ខជនចូលរួមការប្រឡងផ្នែកគ្រប់គ្រងបណ្ដាញទូរគមនាគមន៍នៅក្នុងរដ្ឋសភាហើយនេះខ្ញុំមានអារម្មណ៍ថាការប្រឡងមួយនេះគឺមានភាពសក្តិដែរពីព្រោះរាល់ការត្រួតពិនិត្យរបស់អន្តរជាតិក៏ដូចជាការបើកវិញ្ញាសាហ្នឹងគឺមានការត្រួតពិនិត្យច្បាស់លាស់នៅមុខបេក្ខជនទាំងអស់អញ្ចឹងខ្ញុំឃើញថាការរៀបចំមួយនេះល្អសង្ឃឹមថារាល់ការប្រឡងផ្សេងៗទៀតក៏រៀបចំដោយបានដូចនៅខាងរដ្ឋសភានេះដែរអញ្ចឹងខ្ញុំសង្ឃឹម 60% បានណាចាំមើលលទ្ធផលជាក់ស្ដែងព្រោះនៅវិញ្ញាសាពេលថ្ងៃទៀតនៅបន្ទប់ lab បើសិនជាបងអូនជាប់នៅក្នុងការប្រឡងនេះគឺបងអូននឹងបដិញ្ញាចិត្តថានឹងខិតខំប្រឹងប្រែងធ្វើការនិងក៏ដូចជាខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីចូលរួមអភិវឌ្ឍស្ថាប័នមួយនេះរដ្ឋសភាក៏ដូចជាអភិវឌ្ឍប្រទេសជាតិរបស់យើង